Tour Slang Genocide Museum sets dress code for visitors Tour Slang Genocide Museum ខ្មែរយើងគឺសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងអញ្ចឹងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង set មានកំណត់ឬក៏ដាក់អ្វីមួយណាជាការកំណត់ណា dress code ពាក្យ dress code និយាយសម្រាប់ទៅគឺគេថាសម្លៀកបំពាក់បែបណាដែលយើងពាក់ឧទាហរណ៍យើងទៅរៀនពាក់បែបណាប៉ូលីសទៅរៀនស្លៀកពាក់បែបណាគេថា dress code យើងអាចនិយាយថាការកំណត់ណាការស្លៀកពាក់អញ្ចឹងក៏បានណាឬក៏យើងអាចនិយាយថាក្រមសីលធម៌ក្នុងការស្លៀកពាក់អញ្ចឹងក៏បានដែរណាក្រមសីលធម៌ក្នុងការស្លៀកពាក់នោះគឺមានក្រមសីលធម៌ក្នុងការស្លៀកពាក់អ្វីមួយណាទៅតាមស្ថាប័នកំណត់ទៅតាមអ្វីមួយកំណត់ for visitors ទៅដល់អ្នកទស្សនាអញ្ចឹងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងកំណត់បំរាមឬក៏សិលធម៌ក្នុងការស្លៀកពាក់ទៅដល់អ្នកចូលទស្សនាមុនចូលអត្ថបទខ្ញុំបងចង់តិចបងសម្រាប់បងចង់រៀនវគ្គកសែតណាយើងមានការ option ចុះឈ្មោះវគ្គកសែតមួយវគ្គយើង free វគ្គ conditional sentences មួយវគ្គមានចំណាយតែ$24.4ទេសិក្សាវគ្គកសែតបានមួយវគ្គហើយចំណេញបានវគ្គ conditional ហ្នឹងដែលមានតម្លៃ$20មួយវគ្គទៀតមើលព័ត៌មានលម្អិតនៅក្នុង caption នៅក្នុង description វីដេអូនេះមើលសិនបងប្អូនមើលសិនប្រវត្តិភាគច្រើនអត់បានមើលទេគឺគ្រាន់ស្ដាប់ហើយគឺអត់មើលព័ត៌មានរបៀបរៀនអីវគ្គសិក្សាមានអីខ្លះអីអត់មើលអញ្ចឹងមើលសិនណាការប្រជូនត្រឹមថ្ងៃ20មីនា2025តោះ Tour Slang Genocide Museum TSGM has set the dress code for visitors which prohibits them from wearing revealing outfits អញ្ចឹងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងឬហៅកាត់ថា TSGM បានកំណត់នៅបំរាមក្នុងការស្លៀកពាក់ទៅដល់អ្នកចូលទស្សនាដែល prohibits them ដែលការកំណត់របៀបស្លៀកពាក់នេះគឺការពារឬក៏មិនអនុញ្ញាតណា prohibit មានថាការពាររារាំងមិនអនុញ្ញាតឲ្យអ្នកទស្សនាទាំងអស់នោះគឺស្លៀកពាក់នៅ revealing outfits ពាក្យ revealing outfit មានថាសម្លៀកបំពាក់ដែលយើងពាក់ដល់ពេល revealing ណាដែលបង្ហាញសាច់ដែលបង្ហាញអីណាដែលបង្ហាញផ្នែកនៃរាងកាយអញ្ចឹងមិនឲ្យមានការស្លៀកពាក់សម្លៀកបំពាក់ដែលបង្ហាញផ្នែកណារាងកាយឬក៏និយាយស្រួលយល់តែគេថាសម្លៀកបំពាក់ដែលចេញសាច់អីចឹងណាហ្នឹងគេហៅថា revealing outfits The dress code is aimed at honoring the victims of the former S21 detention center and those who lost their lives under the Democratic Cambodia regime ណាការបំរាបសម្លៀកបំពាក់នេះគឺមានគោលបំណង honor ផ្ដល់ការគោរពទៅដល់ជនរងគ្រោះនៃអតីតមន្ទីរឃុំឃាំងស21 S21 មានថាស21ណាអញ្ចឹងគឺពីមុនវាជាមន្ទីរឃុំឃាំងស21ហើយនឹង those who lost their lives ហើយនឹងអ្នកដែលបានបាត់បង់អាយុជីវិតនៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យផងដែរ In its announcement yesterday the museum urged tour guide associations travel agencies and tourism companies to kindly advise visitors to dress properly in accordance with the guidelines as a sign of respect for the spirits of the victims នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនកាលពីម្សិលមិញសារមន្ទីរទួលស្លែងឬក៏សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងណាបានជំរុញឲ្យ tour guides អ្នកគេថាមគ្គុទ្ទេសក៍ទេសចរ Tour Guide Association សមាគមមគ្គុទ្ទេសក៍ទេសចរ Travel Agencies ភ្នាក់ងាររៀបចំដំណើរកម្សាន្ត Tourism Companies និងក្រុមហ៊ុនទេសចរនានាសូមផ្ដល់ដំណឹងឬក៏ advice មែនណាផ្ដល់ការណែនាំឬក៏ណែនាំដំបូន្មានអញ្ចឹងក៏បានដែរណាផ្ដល់ការណែនាំទៅដល់អ្នកទស្សនាក្នុងការស្លៀកពាក់ឲ្យបាន appropriately មានថាឲ្យបានសមរម្យសមសួន
ដោយស្របទៅតាមសេចក្តីណែនាំខាងលើដែលនេះជាសញ្ញាបង្ហាញនូវក្តីគោរពឬក៏ការគោរពជូនចំពោះដួងព្រលឹងណាដល់ជនរងគ្រោះទាំងអស់ដែលបានបាត់បង់អាយុជីវិត Visitors are required to dress up as follow អ្នកទស្សនាទាំងអស់ត្រូវស្លៀកពាក់តាមលក្ខណៈដូចខាងក្រោមឬក៏ការកំណត់ដូចខាងក្រោម 1. A top that covers shoulders and does not expose the midriff អញ្ចឹង top ហ្នឹងគឺសំដៅលើសម្លៀកបំពាក់យើងពាក់លើរាងកាយណាជាភាសាជាទូទៅគឺពាក់កណ្ដាលខ្លួនឡើងលើអញ្ចឹងទៅអញ្ចឹងនិយាយថាសម្លៀកបំពាក់ចុះណាដែលcover shoulders មានថាដែលវាគ្របទៅលើស្មាហើយមិនបង្ហាញ midriff មានន័យថាផ្នែកខាងក្រោមនៃរាងកាយចាប់ពីចង្កេះមកដល់ទ្រូងយើងហ្នឹងគេពួក midriff ហើយនៅកន្លែងនេះចេះសម្លៀកបំពាក់ដែលគ្របណាស្មាហើយមិនបង្ហាញខ្មែរឬហៅមិនបង្ហាញរនផ្ចិតណាគឺមានន័យអញ្ចឹងឬក៏យើងអាចថាដែលមិនបង្ហាញពោះអញ្ចឹងក៏បានដែរណាពុក midriff ហ្នឹងគឺចាប់ពីពោះចុះដល់ចង្កេះ and pants or skirts should extend below the knees ហើយខោឬក៏សំពត់ហ្នឹងគួរតែក្រោមជង្គង់ those wearing sleeveless t-shirts crop tops skin tight clothing are prohibited from entering the museum អញ្ចឹងបុគ្គលទាំងឡាយណាដែលពាក់ sleeveless t-shirts អាវយឺតគ្មានដៃដែលគេអាវយឺតវាលដៃអាវយឺតវាលដៃគ្មានដៃណា crop top នេះគឺសម្លៀកបំពាក់ដែលលេចលើលេចក្រោមបងប្អូនស្រីវាស្គាល់ហើយពួក crop tops ហ្នឹងគឺសម្លៀកបំពាក់ហ្នឹងគឺអត់មានបាំងពោះទេណាអញ្ចឹងអានេះខ្ញុំមិនដឹងថាខ្មែរយើងថាម៉េចសម្លៀកបំពាក់អាវខ្លីអីចឹងចុះណាឬក៏ skin tight clothing សម្លៀកបំពាក់ដែលវារឹបស្បែករឹបរាងណាគេថា skin tight clothing ត្រូវបានហាមឃាត់មិនឲ្យចូលសារមន្ទីរនោះឡើយ Haydnesai director Atul Slang Genocide Museum said that since the museum is a place that pay tribute to the victims of atrocities committed during the Khmer Rouge era, many of whom suffer greatly, visitors have to dress properly. Haydnesai ប្រធានសារមន្ទីរឧក្រិដ្ឋកម្មបន្លាយពូជសាសន៍ទូស្លែងបានដឹងថាចាប់តាំងពីសារមន្ទីរនេះដោយសារតែណាសំទោស sin because ដោយសារតែសារមន្ទីរនេះគឺជាកន្លែងដែល pay tributes ណាបង្ហាញការគោរពឬក៏ការដឹងគុណឬក៏ខ្មែរយើងថា pay tributes ហ្នឹងមានថាអាចនិយាយថាការគោរពការដឹងគុណការនរណាម្នាក់យើងស្លាប់ហើយយើងទៅ pay tributes ណាយើងគេថាទៅចូលរួមដឹងគុណរំលែកទុកអីចឹងទៅណាក្នុងន័យចឹងណាជូនចំពោះជនរងគ្រោះទាំងអស់នោះនៃ atrocities មានភាពសាហាវយង់ឃ្នងដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហមដោយមនុស្សជាច្រើនបានទទួលរងទុក្ខដ៏ខ្លាំងក្លាឬក៏ដ៏ធំធេងហើយ visitors អ្នកទស្សនាគួរតែស្លៀកសម្លៀកបំពាក់ឲ្យបានសមរម្យផងដែរបងប្អូនអាចចូលមកអានអត្ថបទពេញឬអត្ថពរខ្មែរថាកាសែតខ្មែរថាបានណាទាំងនេះគឺជាតេតង dress code ដែលត្រូវស្លៀកពាក់នៅចូលក្នុងសារមន្ទីរដូចខ្ញុំបានជម្រាបសារវចង់រៀនវគ្គសាស្ត្រនេះចូលកាទូគីដោយ finlearning.com ចូលត្រី3វគ្គសិក្សា courses បញ្ញយើងមានការ promotion ដោយចូលឈ្មោះវគ្គសាស្ត្រដែលមានតម្លៃ$9.9នេះយើង free វគ្គ conditional sentences មួយវគ្គដែលគិតថ្លៃគឺវគ្គមួយនេះណាអញ្ចឹងបងទទួលបានវគ្គនេះដែលមានតម្លៃ$14.9មួយវគ្គដែលគិតថ្លៃអញ្ចឹងចំណាយតែវគ្គសាស្ត្រ$9.9នេះរៀនបាន2វគ្គមិនមែនតែវគ្គសាស្ត្រទេណាគឺគ្រប់វគ្គណាបងចង់រៀនវគ្គផ្សេងក៏យើងមានការប្រជូនដែរណាវគ្គដែលមាននៅលើហត្ថពរយើងចូលឈ្មោះវគ្គណាក៏បានដែរយើង free វគ្គ conditional sentences មួយវគ្គការប្រជូនត្រឹមថ្ងៃ20ខែមីនា2025អញ្ចឹងយើងចប់ហើយណាអាចតាក់ទងមើលព័ត៌មានលម្អិតនៅក្នុង caption description វីដេអូនេះតាក់ទងចុះឈ្មោះបានអរគុណជម្រាបលា